បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះមកចែកចម្លែកអំពីការដាក់ចំណីមាន់ណាបងប្អូនអញ្ចឹងថ្ងៃនេះគឺយើងមានចំណីក្របពោតបងប្អូនអញ្ចឹងសម្រាប់មាន់សែរបស់យើងគឺថាបានចំណីក្របពោតនេះគឺថាល្អបងប្អូនសម្រាប់មាន់ណាអញ្ចឹងមាន់សែរបស់យើងហ្នឹងគឺយើងចិញ្ចឹមលក្ខណៈគ្រួសារហើយការដាក់ចំណីរបស់យើងគឺធម្មជាតិដែរបងប្អូនគឺយើងដាក់ចំណីលក្ខណៈថាក្របពោតស្រូវអីចឹងបងប្អូនហើយមួយរយៈហ្នឹងគឺខែហ្នឹងជាខែប្រមូលផលក្របពោតណាបងប្អូនអញ្ចឹងគឺយើងទិញក្របពោតមកស្តុកទុកអញ្ចឹងបងប្អូនគឺសារតម្លៃក្របពោតក៏វាថោកដែរបងប្អូនខែនេះណាវាមានតម្លៃទាបជាងស្រូវផងបងប្អូនអញ្ចឹងក្របពោតគឺយើងអាចដាក់ឲ្យមាន់ស៊ីហើយវាគឺមានប្រូតេអ៊ីនច្រើនជាងស្រូវទៀតណាបងប្អូនអញ្ចឹងហើយក្របពោតរបស់យើងគឺយើងកិនវាឲ្យបែកទៅឲ្យម៉ត់មកកុំម៉ត់ខ្លាំងពេកបងប្អូនគឺលក្ខណៈថាកិនបបែកណាដោយសារអីបើយើងដាក់ទាំងធំគឺវាបានតែមាន់ធំឯងអញ្ចឹងយើងកិនបបែកគឺវាល្អបានទាំងកូនមាន់តូចដូចមាន់របស់ខ្ញុំនេះវាជំទង់នេះបងប្អូនអញ្ចឹងបើយើងបាច់ទាំងមូលក៏វាពិបាកស៊ីដែរបងប្អូនអញ្ចឹងគឺយើងកិនបបែកវាទៅហើយយើងកិនកំម៉ត់ពេកដាក់ឲ្យវាស៊ីអញ្ចឹងបងប្អូនដូចឃើញក្នុងវីដេអូអញ្ចឹងគឺវាចូលចិត្តខ្លាំងបងប្អូនសម្រាប់ចំណីប្រភេទហ្នឹងណាក្របពោតអញ្ចឹងណាអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាវិញធ្លាប់ដាក់ចំណីអីខ្លះអញ្ចឹងណាអាចចែករំលែកគ្នាបានអញ្ចឹងណាវិញទៅមកអញ្ចឹងមើលសម្រាប់ខ្ញុំដាក់ចំណីក្របពោតអញ្ចឹងណាបងប្អូនហើយក្របពោតហើយមានស្រូវអីចឹងខ្លះដែរអញ្ចឹងណាអញ្ចឹងសម្រាប់ស្រូវរបស់ខ្ញុំដាក់ក៏មិនដាក់ច្រើនណាគឺពីច្រើនខ្ញុំប្រើក្របពោតដោយសារក្របពោតវាធ្វើឲ្យមាន់យើងសាច់ល្អហើយមានទម្ងន់ធ្ងន់មាន់ណាអញ្ចឹងហើយវាឆាប់ធំដែរបងប្អូនអញ្ចឹងបើយើងនៅតំបន់ដែលសម្បូរក្របពោតយើងគួរតែប្រើក្របពោតវិញបងប្អូនដោយសារវាធ្វើឲ្យមាន់យើងឆាប់ធំសាច់ល្អធន់នឹងជំងឺធ្ងន់អញ្ចឹងបងប្អូនហើយមាន់របស់ខ្ញុំនេះវាមានអាយុចូលមួយខែជាងហើយបងប្អូនមួយខែជាងជិត2ខែចិត្តបានប្រមូលផលហើយមាន់នេះបងប្អូនហើយនេះជាមាន់យើងចំមាន់សែនៅផ្ទះបងប្អូនលក្ខណៈថាយើងចំគ្រួសារអញ្ចឹងណាយើងកុំដាក់ចំណីឲ្យច្រើនពេកហើយមាន់នេះពីតូចមកគូយើងដាក់លាយចំណីអីអញ្ចឹងណាចំណីសាហ្នឹងឲ្យវាស៊ីដែរមាន់ហ្នឹងមិនមែនថាអត់ចំណីសោះទេប៉ុន្តែគ្រាន់តែដាក់តិចអញ្ចឹងវាមិនមែនដូចមាន់កសកម្មយើងស៊ីចំណីទេមាន់នេះគ្រាន់តែយើងដាក់ពីវាតូចមកឲ្យវាឆាប់ធំឈ្នះជំងឺអញ្ចឹងបងបើយើងឲ្យវាស៊ីកស៊ីអីមកវាអត់ស៊ីទេអញ្ចឹងចំណីលាយមួយកន្ទក់តិចទៅវាអាចស៊ីកូនមាន់ណាអញ្ចឹងនៅពេលវាអាយុកន្លះខែអីគឺយើងដាក់ឈប់ដាក់ចំណីដាក់ចំណីដាក់លាយជាមួយនឹងក្របពោតអាម៉ត់ក្របពោតយើងកិនយកម៉ត់ស្តៀងកន្ទក់អញ្ចឹងសម្រាប់កូនមាន់អាយុមួយខែក៏កន្លះខែអញ្ចឹងបងប្អូនហើយមាន់យើងធំប៉ុណ្ណេះហើយយើងមិនបាច់លាយចំណីទៀតទេយើងកិនក្របពោតប្រវាយហើយដាក់ឲ្យវាស៊ីតែម្ដងអញ្ចឹងបងប្អូនអញ្ចឹងនេះសិតតែមាន់ស្ទៀវរបស់យើងបងប្អូនហើយមួយខែជាងអីទៀតយ៉ាងយូរបងប្អូនយើងអាចប្រមូលផលពីវាបានហើយវាមានសុខភាពល្អបើយើងដាក់គ្រាប់ពោតគ្រាប់អីអញ្ចឹងណាបងប្អូនហ្នឹងហើយអញ្ចឹងសម្រាប់វីដេអូចែករំលែករបស់ខ្ញុំគឺមានតែប៉ុណ្្នឹងហើយបងប្អូនអញ្ចឹងបើបងប្អូនមានចំណីអីល្អដែលជួយបំពន់មាន់អញ្ចឹងណាអញ្ចឹងយើងអាចធ្វើវីដេអូចែកគ្នាទៅវិញទៅមកអញ្ចឹងបងប្អូនអញ្ចឹងអរគុណច្រើនបងប្អូនដែលបានជួយ Subscribe និងទស្សនានៅតាមដាន channel YouTube របស់ខ្ញុំអីចឹងណាពាក់ព័ន្ធនឹងវីដេអូនៃការចិញ្ចឹមមាន់ស្រែរបស់យើងតាមផ្ទះអញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាបងប្អូនអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងណាអរគុណច្រើនបាទ